លើកទី1បោះញោមឲ្យដែលធ្វើកង់អង្គុយវាបាត់ប្រព័ន្ធភ្លើងមកខាងតាប់ឡូវានេះបើកសោមកវាអត់មានភ្លើងទេគឺអាងឹតឈឹងតែម្ដងហើយមានកង់អង្គុយបងប្អូនជាច្រើនដែលខូចហើយទុកចោលអត់យកទៅឲ្យជាងធ្វើអញ្ចឹងវីដេអូនេះខ្ញុំមកចែកម្លែកចំណេះដឹងតិចពពួកកង់អង្គុយនេះវាអត់មានកន្លែងខូចច្រើនទេបងប្អូនគឺភាគតិចមែនតើដែលបងប្អូនខូចហើយទុកចោលអញ្ចឹងបញ្ហារបស់វាខ្ញុំនឹងបង្ហាញប្រាប់បងប្អូនឥឡូវបាត់ភ្លើងមកខាងតាប់ឡូខ្ញុំសាកភ្លើងអង្គុយមើលសិនឃើញថាវាភ្លឺល្អទេអង្គុយគឺវានៅអេមតែម្ដងបងប្អូនភ្លើងពេញបឹបអញ្ចឹងខ្ញុំមកសាកអាកន្លែងដុំបជាប្រព័ន្ធភ្លើងរបស់វាតើភ្លើងវាមកអត់គ្រាន់តែសាកបន្តិចអំពូលដាច់អស់ពីរបងប្អូនខ្ញុំគ្រាន់តែសាកអាកន្លែងភ្លើងចេញចូលឬមួយក៏ដុំបជារបស់វានឹងឃើញថាភ្លើងវាមានខ្លាំងមែនតើដល់ពេលអញ្ចឹងខ្ញុំមកដោះមើលខាងមុខសិនខ្លាញ់លោវាអត់ឆ្លងសោឬមួយក៏វាដាច់ខ្សែភ្លើងកន្លែងសោអញ្ចឹងខ្ញុំដោះមើលឆែកមើលកន្លែងហ្នឹងវាអត់មានបញ្ហាទេបងប្អូនគឺវានៅល្អទាំងអស់តែម្ដងដល់ពេលខ្ញុំសកឬមួយក៏ដឺរិចអាកន្លែងសោហ្នឹងដើម្បីឲ្យវាភ្លឺអំពូលវានៅតែអត់មានភ្លើងទៀតអញ្ចឹងមានន័យថាកង់អង្គុយនឹងវាផ្ដាច់ប្រព័ន្ធកន្លែងណាមួយមកពីខាងដុំបជាវាហើយដល់ពេលអញ្ចឹងខ្ញុំអត់អស់ចិត្តទេខ្លាញ់ថាអគុយនឹងវាមានអគុយមួយណាខូចដល់ពេលអញ្ចឹងខ្ញុំក៏សាកអគុយមួយទៀតទៅបងប្អូនឃើញថាភ្លើងវាមើលខ្លាំងមែនតើវាអត់មានបញ្ហាអីទេជាមួយអគុយគឺវានៅល្អទាំងអស់មកឆែកមើលខ្សែភ្លើងដែលវាចេញពីដុំបជានឹងចូលទៅសោឃើញថាវាដាច់បាទហើយបងប្អូនដាច់អាខាងក្រោមនឹងអញ្ចឹងពេលដែលកង់អគុយបងប្អូនខូចអីកុំទុកចោលស្ដាយបងប្អូនយើងយកទៅឲ្យជាងគេធ្វើទៅជាងម៉ូតូក៏គាត់អាចធ្វើបានដែរជាមួយនឹងបញ្ហាបែបហ្នឹងពេលដែលខ្ញុំតកន្លែងហ្នឹងហើយបើកសោមកឃើញថាមានភ្លើងធម្មតាហើយម៉ូហ្គេទៅគឺកង់វាវិលធម្មតាដើរធម្មតាទេអាហ្នឹងជាបញ្ហាដែលវាបាត់ភ្លើងមកខាងតាប់ឡូហើយមួយទៀតកន្លែងដែលវាមានភ្លើងមកខាងតាប់ឡូហើយតែយើងម៉ូហ្គេអត់ទៅមុខអញ្ចឹងខ្ញុំនឹងបង្ហាញប្រាប់បងប្អូននៅចុងវីដេអូឥឡូវសុំរុំអាកន្លែងដែលវាដាច់នឹងសិនពេលដែលកង់អង្គុយយើងខូចកុំទុកចោលនឹងឲ្យស្ដាយយកទៅឲ្យជាងគាត់ជួសជុលទៅវាមិនជាបញ្ហាអីទេបងប្អូនជាមួយនឹងដុំបជាវាគឺវាកម្រខូចមែនតើអញ្ចឹងប្រព័ន្ធរបស់វាគឺវាតែងតែមានដាច់កន្លែងណាខ្លះអាហ្នឹងជាបញ្ហាធំមែនតើពេលដែលខ្ញុំតកន្លែងហ្នឹងហើយជិះសាកមើលបងប្អូនថាវាអូអត់កម្លាំងឬមួយក៏ទម្ងន់របស់ខ្ញុំនឹងគីឡូ7ជាងដែរថាកង់អង្គុយហ្នឹងភ្លើងអង្គុយវានៅខ្លាំងតើអូទម្ងន់ប៉ុណ្ណឹងរួចអត់ខ្ញុំសាកមើលគឺវាអត់មានបញ្ហាអីទេបងប្អូនគឺអូទៅប្រុយតែម្ដងអាហ្នឹងភ្លើងវានៅល្អវាអត់មានបញ្ហាអីទេតែវាដាច់ភ្លើងដាច់ខ្សែមកកន្លែងអញ្ចឹងបណ្ដាឲ្យកង់អង្គុយហ្នឹងវាបាត់ភ្លើងបាត់មកខាងតាប់ឡូអញ្ចឹងយើងមូហ្គេធ្វើអីក៏កើតដែរបងប្អូនដោយផ្សារតែវាដាច់ភ្លើងបជាបាត់ហើយតតែភ្លើងបជាហ្នឹងគឺវាវិលវាអាចប្រើបានធម្មតាទុកចោលក៏វាអត់កើតដែរបងប្អូនទិញមករៀងគ្រាន់សំណុំដែរហ្នឹងហើយពេលដែលខ្ញុំមូហ្គេនេះគឺឃើញថាវិលកង់សុលវាអត់មានបញ្ហាអីទេហើយមួយទៀតខ្ញុំសូមបង្ហាញប្រាប់បងប្អូនបន្តិចកន្លែងដែរកង់អង្គុយបើកសោមកហើយតែវាមានភ្លើងមកខាងតាប់ឡូមូហ្គេវាអត់ទៅមុខកន្លែងហ្នឹងដោយសារតែវាបាក់ហ្វ្រាងបងប្អូនមិនថាខាងឆ្វេងឬមួយក៏ខាងស្ដាំទេវាបាក់ហ្វ្រាងដៃហ្វ្រាងហ្នឹងក៏បើកសោមកភ្លឺតាប់ឡូតែមូហ្គេអត់ទៅមុខទោះតែយើងរុញអាកន្លែងចុចដុយវាហ្នឹងឲ្យចូលក្នុងបានវាម៉ូហ្គេវិលកង់ធម្មតាដូចខ្ញុំជាប្រាប់បងប្អូនមិញអញ្ចឹងពេលដែលកង់អង្គុយហ្នឹងបើកសោមកហើយតែតាប់ឡូភ្លឺធម្មតាហើយម៉ូហ្គេអត់ទៅមុខអាហ្នឹងជាបញ្ហាមួយដែលខ្ញុំជួបបញ្ហាហ្នឹងជាច្រើនដោយសារតែវាបាក់ដៃហ្វ្រាំងមិនថាខាងឆ្វេងឬមួយក៏ខាងស្ដាំទេបងប្អូនបើសិនជាវាបាក់ដៃហ្វ្រាំងហើយពេលដែលបើកសោម៉ូហ្គេក៏អត់វិលកង់ដែរអាហ្នឹងដោយសារតែដួយប្រព័ន្ធភ្លើងវាអត់អឹបឬមួយក៏វាអាមិនទេបងប្អូនខ្ញុំអត់សូវយល់ប្រហែលទេអាកន្លែងដៃហ្វ្រាំងហ្នឹងហើយបងប្អូនវីដេអូដែលចែកម្លែកជាចំណេះដឹងតិចតួចមានតែប៉ុណ្្នឹងដែរសូមពុកម៉ែបងប្អូនជួយចុច like និង share វីដេអូនេះម្នាក់មួយផងខ្ញុំនឹងមានជាវីដេអូចេញជាចំណេះដឹងតិចតួចបង្ហាញប្រាប់ពុកម៉ែបងប្អូននៅវីដេអូក្រោយៗសូមអរគុណច្រើនសូមគោរពលា